ចូលមកដល់មួយវគ្គទៀតហើយតាក់ទងទៅនឹងបញ្ញាក្អែកបាទនេះគឺជាដៃដែលជាប់ផ្លោកបាទដៃជាប់ផ្លោកគឺសាច់យើងឃើញក្រហមល្អហើយសាច់ហ្នឹងក៏ចាស់ដែរបងប្អូនទាំងអស់គ្នាគឺបញ្ញាក្អែកដើមអង្គជ័យបាទដើមអង្គជ័យនេះយើងសាងជាតួអង្គព្រះអង្គជ័យព្រះអង្គចោមដែលបងប្អូនទាំងអស់គ្នាបានស្គាល់គ្រប់គ្នាហើយថាលោកមានฤទ្ធិបារមីដ៏ជ្រះខ្លាំងណាស់បាទហើយពូកែស័ក្តិសិទ្ធិចូលមកដល់វគ្គរចនាបថដែលសាងសពថ្ងៃនេះគឺភាគច្រើនបងប្អូនខ្លះគាត់សាងជាຂະຫນាតបែបអាសនៈច្រើនជាសាងតួអង្គមួយបាទຂະຫນាតអាសនៈភាគច្រើនខ្លះគាត់សាងជាຂະຫນាតមួយទឹកពីរទឹកអីចឹងបងប្អូនទៅតាមការគោរពស្រឡាញ់របស់គាត់បាទហើយត្រេដាច់បាទកម្រຂະຫນាតប៉ាណូបាទតែដែលឡែកសម្រាប់បងប្អូនដែលគាត់ស្រឡាញ់ជាຂະຫນាតបតោបងប្អូនខ្លះគាត់សាងជាຂະຫນាតបែបទល់ខ្នងឃ្លាអ្នកខ្លះគាត់សាងបែបប៉ាណូដូចជាវីដេអូដែលខ្ញុំបង្ហាញនេះអញ្ចឹងបាទហើយរហូតដល់មានបងប្អូនខ្លះគាត់តម្រូវជាຂະຫນាតតូចសាងជាត្រេដាច់ក៏មានដែរដោយសារគាត់ចង់ឲ្យឃើញច្បាស់ជាងនឹងទៀតអញ្ចឹងបងប្អូនបាទគាត់ចង់ឲ្យបានដូចរូបដើមក៏មានដែរបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនម្ដងទៀតសម្រាប់បងប្អូនដែលគាត់ចង់គោរពសក្ការៈតួអង្គព្រះអង្គជ័យព្រះអង្គចោមមិនថាបងប្អូនជាបរិសុទ្ធឬស្ត្រីទេគឺយើងអាចសាងបានយកមកពាក់ជាបតោខ្សែកបានបាទអញ្ចឹងវីដេអូនេះគឺជាវគ្គទី2ហើយដែលត្រូវបញ្ចប់នៅវគ្គទី3ដែលមានរូបសរុបទាំងអស់ចំនួន4រូបបាទគឺមានតួអង្គព្រះអង្គពពិស្ណុកានិងវគ្គទី2នេះគឺមានរូបព្រះអង្គជ័យព្រះអង្គចោមហើយនៅវគ្គទី3នោះគឺមានរូប2អង្គទៀតដែលត្រូវបង្ហាញនៅវីដេអូនៃវគ្គទី3បាទអញ្ចឹងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលតែគាំទ្រនៅស្នាដៃជាងចម្លាក់ប្រម៉ែធរណីបាទសូមអរគុណ